មេដាបីដាពុំតាន់មានសទ្ធាពុំតាន់មានសិលពុំតាន់មានចាកៈពុំតាន់មានបញ្ញាដឹកនាំគាត់ឲ្យមានបញ្ញាគេថាកូននេះល្អណាស់កូនកាន់តាមទំនងអញ្ចឹងល្អមែនតែនប្រពុតទ្រង់សម្ដែងថាជាកូនមិនចយត់ជាកូនប្រកបដោយធម៌កតញ្ញូនឹងជាកូនមិនចយត់មិនងាយស្លាប់តៃហោងជាកូនមាសជាកូនប្រាក់ទៅទីកន្លែងណាទេវតាតាមថែអាសាជាមហាស្នេហ៍ប្រកែបំផុតតាក់ដោយមនុស្សតាក់ដោយទេវតាតាមស្រឡាញ់ខ្លាំងជាងពាក់ខ្សែកថា100ជាន់ទៅ10កសែងយន់100ទួត100តម្រួតទៅទៀតខ្លាំងជាងឲ្យទៅទួតស្រោចទឹក100វ៉ាត់ទៅទៀតឲ្យតកូនមានធម៌កតញ្ញូជាមហាស្នេហ៍ប្រកែបំផុតប្រអិនរៀបចេញទៅណាមកណាលើកដៃសាពះរះពីលើចុះក្រោមថ្វាយអង្គមកូនបែបហ្នឹងម្លោះហើយទេវតាតូចតាចក៏នាំគ្នាថ្វាយអង្គមតាមគោរពតាមតនឹងគេថាកូនល្អមេត្តាបីដាណាដែលគាត់បានកូនមកល្អនឹងអាស្រ័យមកពីគាត់នឹងដឹងគុណម៉ែឪពីមុនមកដែរបើណានាធ្វើបាបម៉ែឪពីមុនមកអាកូនអាក្រក់ហ្នឹងវាដាក់ដំងមកកើតជាមួយកើតមកធ្វើបាបម៉ែឪបន្តហើយបើកូនណាដឹងគុណម៉ែឪកូននឹងឯងដល់ទៅពេលគាត់ចាស់ទៅអាកូនល្អគេដាក់ដំងមកកើតជាមួយដែរអញ្ចឹងបានកូនមកប្រកបដោយកលងធម៌អញ្ចឹងញោមណាដែលបានកូនមកមិនសូវប្រកបដោយកលងធម៌សម័យមើលទៅកលូននៅពីក្មេងធ្លាប់ធ្វើបាបម៉ែឪដែរណាហើយបើសិនជាញោមណាបានកូនមកល្អនឹកឃើញអញពីក្មេងអញដឹងគុណម៉ែគោរពម៉ែណាបានជាបានកូនមកប្រកបដោយកលងធម៌កូនដែលកូនដែលមិនប្រកបដោយកលងធម៌បុរាណហៅថាកូនមិនចេញណែបុរាណហៅថាកូនអកតញ្ញូកូននឹងឯងរមែងរងទុក្ខទោសលំបាកវិនិច្ឆ័យហិនហោចដោយពាក្យនៅក្នុងបារាលោកថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបៃតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យប្រពុតថាផ្លូវវិនិច្ឆ័យមាន12ផ្លូវតើកូនណាឈានជើងដើរចូលផ្លូវហ្នឹងវិនិច្ឆ័យហើយប៉ុន្តែផ្លូវមួយហ្នឹងគឺមិនដឹងគុណម៉ែមិនដឹងគុណឪនាំឲ្យវិនិច្ឆ័យអស់លៀបអស់ត្រោះអស់យោះអស់សម្បត្តិអស់ទ្រពអស់មិត្តភ័ក្តិអស់គេស្រឡាញ់ចូលចិត្តធ្លាក់ខ្លួនឈឺពីការពីរាគេលះបង់ចោលនេះហើយហៅថាវិនិច្ឆ័យហើយដល់កូនដឹងគុណមេត្តាបៃតាវិញព្រះពុទ្ធលោកសម្ដែងទុកនៅក្នុងមង្គលសូត្រទេវតាស្វែងរកអស់12ឆ្នាំរមិនឃើញព្រះអង្គរកឃើញមង្គល38ប្រការក្នុងនោះអ្នកណាប្រព្រឹត្តទៅកើតមង្គលហើយបានជាលោកថាមង្គលទី11មេត្តាបិតឧបฏដ្ឋានអេតមង្គៈលមុតតមង្គអ្នកណាទំនុកបំរុងមេត្តាបៃតាជាមង្គលដ៏ឧត្តមអីចឹងតាបានជាគ្រួសារគេមានសុភមង្គលចំណោទដែលចោទថាហេតុអីបានជាគ្រួសារខ្លះមានសុភមង្គលគ្រួសារខ្លះអត់សុភមង្គលឥឡូវចាញ់ហើយគ្រួសារដែលមានសុភមង្គលមកពីគេដឹងគុណមេត្តាបៃតាកើតមង្គលដ៏ឧត្តមហើយគ្រួសារណាមិនមានសុភមង្គលឃើញតែឆ្លោះទាស់តែងខ្វែងកំណត់មកពីមិនសូវដឹងគុណមេត្តាបៃតាបើអញ្ចឹងចេញលទ្ធផលអស់ហើយមកពីតំណឹងបានលោកថាមេត្តាបៃតាជាព្រះគង់នៅក្នុងផ្ទះបើធ្វើឲ្យព្រះនឹងក្តៅក្រហាយគ្រួសារនឹងក្តៅក្រហាយដែរហើយបើធ្វើឲ្យព្រះនឹងតិចតិជុំគ្រួសារនឹងរស់ស៊ីធូរណាញោមសុខសប្បាយចេះបានកូនចៅល្អពាក្យថាកូនមិនចយត់សំដៅទៅលើកូនទៅទីណាក៏ទេវតាតាមស្រឡាញ់ថែអាសាផ្លូវគោកមិនងាយមានឧបសគ្គគ្រោះថ្នាក់កលាប់ភ្លុកផ្លូវទុកមិនងាយលងមិនងាយលិចទៅរកទទួលទានចិត្តឆ្ងាយសុខកាយសบายចិត្តទៅចំនួនជួញបានចំណេញចូលឥតមានចេញជារៀងរាល់ថ្ងៃអាស្រ័យមកពីកូននឹងមានធម៌បុរាណថា6យ៉ាងនឹងចេះអាត្មារៀបរាប់ទាំង6ឲ្យញោមស្ដាប់ហើយញោមចាំជួយរាប់អាត្មារាប់ហើយទាញដាក់ខ្លួនឯងតើគ្រប់ទាំង6ដែរអត់អញបានប្រមាណភាគរយហើយឲ្យបន្ទុកខ្លួនឯងទៅចុះឲ្យប្រមាណក៏ឲ្យទៅទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាបានចិញ្ចឹមមេត្តាបៃតាដោយគោរពទី3កូនណាបាន
chia ba chừng ngư miệt đa bay đá đòi cổ rụp tì buồn côn na ban riệp trong thư bon pel miệt đa bay đá slap tì pram côn na riệp trong tục đạ xạ sọp rửa thệ thiệt rồi bỏ cọt ở xóm cua tam bờ bầy này tì bờ môi côn na nơi tận nực rồi lật đòn miệt đa bay đa tụ bay slap tới bờ bay năm bờ buồn năm hỏi còn nơi tận thư bon nó từ ao bầm buồn giang ní bờ côn na ban cướp anh nâng kia hai thằng côn mình chỉ giọt ra từ na màu na tê và đa tam sờ lăn trôi chặt ai mạch tới nhiều mơ cướp kia đa được ọt bạnประมาณ ភាគរយ ដែរបើគ្រប់ហើយដូចបើកដោយអាប៉ោងចាក់គ្រប់ភ្នែកអញ្ចឹងណាញោមឬក៏ដូចបើកក្របចាក់អញ្ចឹងហើយបើមិនគ្រប់ទេអានឹងមានតែខំព្យាយាមបន្ថែមអ្នកដែលមិនដឹងគុណមេត្តាបៃតាបុរាណជេរថាអាមិនដឹងទិសញោមញាតិស្រុកហ្នឹងដែលមានគេជេរថាអាមិនដឹងទិសហើយអត់នៅស្រុកអាត្មាពីដើមចាស់គេជេរអាមិនដឹងទិសហើយញោមដែលគេជេរអញ្ចឹងហើយអត់បើមានគេជេរអាមិនដឹងទិសដែរហ្នឹងវោណាអាមិនដឹងទិសហ្នឹងសំដៅទៅលើកូនបែបណាដែលគេថាអាមិនដឹងទិសមិនដឹងទិសហ្នឹងវាមានន័យចេះកាលពីប្រពុតត្រាស់ដឹងឡើងហ្នឹងវាមានព្រាហ្មណ៍ម្នាក់ដែលមិនជឿសាសនាប្រពុតទេគាត់ផ្ដាំកូនគាត់ថាណែកូនណាឪពុកតែងទៅគោរពបូជាទិសទាំង6រាល់ថ្ងៃបុណ្យមិនធ្វើសិលមិនធ្វើទានមិនធ្វើទេហើយឥឡូវអត់ពីឪពុកទៅកូនឯងថ្វាយអង្គមទិសផងក្រែងលោឪពុករស់នៅមិនបានយូរឪពុកមកតែនឹងស្លាប់ហើយបើឪពុកស្លាប់ទៅកូនឯងថ្វាយអង្គមទិសទាំង6ណាកូនថាបាទកំភៃឪចាំកូនថ្វាយអង្គមស្រាប់តែឪពុកនឹងស្លាប់បាត់ទៅកូននោះវាគ្មានគិតធ្វើបុណ្យឧទ្ទិសអីដូចយើងអញ្ចឹងអីញោមលេងទៅថ្វាយអង្គមមែនតែន